ឯកឧត្តមនួនផារ៉ាត់ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយចំនួនទឹកភ្លៀងនៅក្នុងភូមិសាស្ត្រឃុំសាន់កស្រុកកំពង់ស្វាយឯកឧត្តមនួនផារ៉ាត់អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនារសៀលថ្ងៃទី11ខែមិថុនាឆ្នាំ2025បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងវាយតម្លៃអំពីស្ថានភាពចំនួនទឹកភ្លៀងដើមរដូវវស្សាជន់លិចស្រូវវស្សារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់និងខូចខាតនៅក្នុងភូមិសាស្ត្រឃុំសាន់កស្រុកកំពង់ស្វាយខេត្តកំពង់ធំក្នុងឱកាសនៃការចុះពិនិត្យនោះឯកឧត្តមអភិបាលខេត្តនិងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានណែនាំដល់មន្ត្រីជំនាញឲ្យត្រៀមធ្វើផែនការដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជសម្រាប់ចែកជូនដល់បងប្អូនប្រជាកសិករដើម្បីឲ្យពួកគាត់មានលទ្ធភាពស្ដារឡើងវិញនៅពេលទឹកស្រកលើសពីនេះទៀតឯកឧត្តមបានផ្ដាំផ្ញើជូនចំពោះបងប្អូនប្រជាកសិករនិងលើកទឹកចិត្តឲ្យខិតខំបង្កបង្កើនផលស្រូវឬដាំដំណាំរួមផ្សំផ្សេងៗទៀតសូមជម្រាបផងដែរថាយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកំពង់ស្វាយស្ថានភាពឃុំដែលរងផលប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់លើដំណាំស្រូវមានផ្ទៃដីបង្កបង្កើនផលសរុបចំនួន 26,888 ហិកតា ស្រូវវស្សាចំនួន 14,926 ហិកតា និងស្រូវស្រាលចំនួន 11,962 ហិកតា ផ្ទៃដីដែលរងផលប៉ះពាល់ចំនួន 638 ហិកតា ស្មើនឹង546 គ្រួសារ។